ដើមឡើយមានបុរសម្នាក់បានទទួលបណ្ដាំពីឪពុកប្រដៅថាកុំឲ្យយកស្រីប្តីលេងនិងស្រីសៅកែឲ្យយកតែស្រីក្រមុំព្រហ្មចារីនិងមេម៉ាយប្តីស្លាប់ធ្វើជាប្រពន្ធហើយកុំឲ្យយកឃ្លើនិងមនុស្សគ្រូបីតែមិនដូច្នោះបុរសនោះបានយកស្រីទាំង4នាក់នោះជាប្រពន្ធនិងយកមនុស្សគ្រូបីជាឃ្លើដើម្បីលបងមើលថ្ងៃមួយខ្ងោកមាសរបស់ស្ដេចទៅរកស៊ីក្បែរផ្ទះបុរសនោះឯបុរសនោះគិតពិសោធន៍មើលក៏ចាប់ខ្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយហើយដាក់ចំណីបាយទឹកឲ្យខ្ងោកនោះស៊ីរួចបុរសយកមាន់គុកមួយទៅកាប់ធ្វើម្ហូបពេលនឹងបរិភោគបុរសនោះបានយកប្រពន្ធទាំង4និងឃ្លើនោះទៅឲ្យបរិភោគទាំងអស់គ្នាកំពុងតែស៊ីក៏និយាយថានេះគឺជាសាច់ខ្ងោកមាសស្ដេចដែលអញបានលួចកាប់យកមកស៊ីដល់បាត់ខ្ងោកស្ដេចឲ្យប៉ាវគងសួររកខ្ងោកនោះនាងស្រីប្តីលែងនិងនាងស្រីសៅកែនិយាយទៅនាងក្រមុំនិងនាងប្តីស្លាប់ថាឲ្យប្រាប់ទៅពួកអ្នកប៉ាវគងទៅថាប្តីយើងបានលួចកាប់ខ្ងោករបស់ស្ដេចយកសាច់ស៊ីកុំជួយបិទបាំងថ្វីឲ្យវាងាប់ទៅចុះព្រោះវាធ្វើបាបវាយជេរយើងខ្លាំងណាស់ស្រីក្រមុំនិងស្រីប្តីស្លាប់អង្វរទៅវិញថាកុំធ្វើបាបប្តីរបស់ខ្លួនដូច្នោះមិនល្អទេស្រីសៅកែនិងស្រីប្តីលែងថាទោះបីនាងមិនចូលគំនិតនឹងយើងក៏គង់តែយើងប្តឹងអ្នកប៉ាវគងដែរថាហើយស្រីទាំង2នាក់នោះប្តឹងអ្នកប៉ាវគងតាមដំណើរថាប្តីខ្លួនលួចខ្ងោកស្ដេចយកសាច់ស៊ីគ្រាន់តែឮដូច្នោះភ្លាមពួកអ្នកប៉ាវគងក៏ចាប់យកបុរសនោះទៅថ្វាយស្ដេចទូតាមដំណើរស្ដេចឲ្យនាំបុរសនោះទៅពិឃាតលុះទៅដល់មាត់ទ្វារវាំងអ្នកចាំទ្វារពុំព្រមបើកទ្វារសួរថាអ្នកនាំមនុស្សទោសនេះមកតើបានជំនុំជម្រះហើយឬនៅហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថាមានសេដ្ឋីម្នាក់ចិញ្ចឹមឆ្កែ500វេលាយប់មួយមានចៅជីអ៊ុំម៉ុងចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះហើយចូលទៅក្នុងអ៊ុំម៉ុងវិញទាំងអស់ឆ្កែរបស់សេដ្ឋីដឹងបាននាំគ្នាវាខំចៅក្នុងអ៊ុំម៉ុងនោះស្លាប់ទាំងអស់លុះព្រឹកឡើងមហាសេដ្ឋីឃើញបាត់ទ្រព្យសម្បត្តិដូច្នោះនឹកខឹងនឹងឆ្កែថាមិនចេះចាំរបស់ក៏ឲ្យគេសម្លាប់ឆ្កែទាំងនោះចោលអស់ទៅលុះធំអស់សោយក្មួយចោលឡើងទៅមើលឃើញចៅស្លាប់ដូច្នោះក៏នឹកស្ដាយក្រោយកំពុងតែនិយាយឃើញបំរើស្ដេចដែលបញ្ជាឲ្យទៅយកបុរសនោះមកជំនុំជម្រះវិញលុះស្ដេចសួរបុរសនោះពីរឿងសម្លាប់ខ្ងោកមាសបុរសក្រាបទូលថាខ្ងោកនោះទូលព្រះបង្គំមិនបានសម្លាប់ទេគឺបានຕົកនៅកន្លែងមួយដោយល្អឯសត្វដែលទូលព្រះបង្គំសម្លាប់ទទួលទាននោះគឺមាន់គុកទេស្ដេចទ្រង់ឲ្យទៅយកខ្ងោកនោះមកវិញហើយទ្រង់លើកលែងទោសបុរសនោះឯស្រីទាំង2នាក់ដែលប្តឹងពីបុរសជាប្តីថាសម្លាប់ខ្ងោកនោះត្រូវបុរសជាប្តីនោះលែងចោលទៅ